នេះដល់វគ្គដែលអ្នកនាងស៊ីរ៉ូមកលួងលោមតួស្រីយើងស៊ីរ៉ូក៏បានសួរទៅកាន់តួស្រីយើងថាហេតុអ្វីក៏បងស្រីនៅទីនេះតួស្រីយើងក៏បានសួរទៅអ្នកនាងស៊ីរ៉ូវិញថាស៊ីរ៉ូហេតុអ្វីក៏ឯងនៅទីនេះតើឯងមកទីនេះធ្វើអ្វីបន្ទាប់មកអ្នកនាងស៊ីរ៉ូគាត់ញញឹមក៏បាននិយាយថាវាពិតណាស់ខ្ញុំមកទីនេះដើម្បីជួយប្តីរបស់អ្នកដើម្បីលួងលោមអ្នកបន្ទាប់ពីអ្នកនាងស៊ីរ៉ូនិយាយលក់លយដាក់តួស្រីយើងហើយនាងក៏បានទាញទូរស័ព្ទមកបង្ហាញវីដេអូដែលគេបានចម្រិតធ្វើបាបតួស្រីយើងទាំងផ្លូវកាយទាំងផ្លូវចិត្តវេទនាខ្លោចផ្សាតែម្ដងតួស្រីយើងឃើញហើយគឺខ្លាចអ្នកនាងស៊ីរ៉ូក៏និយាយបន្តទៀតថាអ្នកបានលើអ្វីៗទាំងអស់ក្នុងការិយាល័យរបស់លូជីហើយមែនទេកាលពីម្សិលមិញរឿងរ៉ាវទាំងអស់កាលពី7ឆ្នាំមុនគឺលូជីបានរៀបចំឲ្យនរណាម្នាក់ធ្វើវាគាត់បានផ្សាយផ្ទាល់មកខ្ញុំ3យប់3ថ្ងៃអ្នកបានស្រែកយ៉ាងវេទនានៅពេលនោះអាជីបានយកក្រមុំបរិសុទ្ធរបស់ខ្ញុំលើកដំបូងជាមួយនឹងការស្រែករបស់អ្នកខណៈពេលដែលសម្លេងនៅផ្ទៃខាងក្រោយតើអ្នកមានដឹងទេនៅពេលនោះអាជីធ្វើការយ៉ាងខ្លាំងជាមួយខ្ញុំបន្ទាប់ពីតួស្រីយើងបានស្ដាប់ឮហើយនាងក៏បានខឹងជាខ្លាំងនាងក៏បានវាយដៃអ្នកនាងស៊ីរ៉ូទម្លាក់ទូរស័ព្ទចោលក៏បាននិយាយថានាងឆាប់បិទវីដេអូនេះចោលទៅបន្ទាប់មកអ្នកនាងស៊ីរ៉ូក៏និយាយថាតើនាងត្រូវមិនបានមែនទេបន្ទាប់មកអ្នកនាងស៊ីរ៉ូក៏បានបង្ហាញខ្សែកនោះក៏បាននិយាយថាខ្សែកនេះគឺជាកាដូសម្រាប់ខួបអាពាហ៍ពិពាហ៍7ឆ្នាំរបស់អ្នកនិងអាជីប៉ុន្តែខ្ញុំគ្រាន់តែនិយាយថាខ្ញុំចូលចិត្តវាអាជីគាត់ក៏យល់ព្រមឲ្យខ្សែកនេះមកឲ្យខ្ញុំតែម្ដងអាជីបានគិតថាវាជារឿងល្អដែលខ្ញុំបានធ្វើចំពោះអ្នកក្នុងរយៈពេលប៉ុន្មានឆ្នាំនៃការរៀបការនេះតើអាជីពិតជាស្រឡាញ់អ្នកដែរឬទេអ្នកកុំគិតខុសអាជីគ្រាន់តែចង់ជួយខ្ញុំកាន់ដៃអ្នកឲ្យរឹងមាំឲ្យអ្នករស់នៅជារៀងរហូតធ្វើជាស្ត្រីមេផ្ទះគ្មានប្រយោជន៍ទៅពេលដែលតួស្រីយើងបានស្ដាប់ឮរឿងរ៉ាវដែលនាងនិយាយហើយគាត់ទ្រាំមិនបានគាត់ទះកំភ្លៀងអ្នកនាងស៊ីរ៉ូមកដៃលោកលូជីក៏បានមកដល់ម្ដាយរបស់អ្នកនាងស៊ីរ៉ូក៏បានមកដល់លូជីក៏បាននិយាយទៅកាន់ម្ដាយរបស់អ្នកនាងស៊ីរ៉ូថាអ្នកមីងនេះមិនសូវមានលំនឹងទេនាងប្រហែលជាទើបតែងើបពីឈឺសូមអ្នកមីងកុំខឹងគាត់អីចំណែកឯស៊ីរ៉ូខ្ញុំនឹងផ្ដល់សំណងដល់នាងបន្ទាប់ពីលោកលូជីនិយាយចប់ម្ដាយស៊ីរ៉ូក៏បាននិយាយថាតើអ្នកយកអ្វីមកធ្វើជាសំណងនាងបានធ្វើវាដោយខ្លួនឯងលោកបានឃើញវាដោយផ្ទាល់តើកូនស្រីរបស់ខ្ញុំនឹងមានរឿងអ្វីកើតឡើងដែរឬទេមើលមកទូចដល់ស្រទន់កូនស្រីរបស់ខ្ញុំនេះធ្វើឲ្យខ្ញុំនេះក្រៀមក្រំចិត្តបន្ទាប់មកអ្នកនាងស៊ីរ៉ូក៏បាននិយាយជាមួយម៉ាក់ថាម៉ាក់ខ្ញុំមិនអីទេខ្ញុំសុខសប្បាយទេវាមិនអីទេកុំបន្ទោសបងស្រីបន្ទាប់ពីនាងនិយាយចប់នាងធ្វើជាអង្អែលថ្ពររបស់នាងលោកលូជីក៏បាននិយាយទៅកាន់តួស្រីយើងថាស្ដាប់ខ្ញុំណាអ្នកត្រូវតែស្ដាប់បង្គាប់ខ្ញុំហើយសុំទោសស៊ីរ៉ូតួស្រីយើងក៏ឆ្លើយថាខ្ញុំមិនខុសទេហេតុអ្វីខ្ញុំគួរសុំទោសគាត់បន្ទាប់មកម្ដាយចុងគាត់ក៏បានចង្អុលទៅកាន់តួស្រីយើងថានេះអ្នកកំពុងតែគិតថាខ្លួនឯងល្អមែនទេមិនអីទេអ្នកមិនចាំបាច់សុំទោសទេអញ្ចឹងអ្នកគួរតែលែងលះលូជីអ្នកកុំបន្ទោសបុរសដ៏ល្អម្នាក់នេះថាទុកនាងចោលតួស្រីយើងលឺហើយក៏បានសើចលោកលូជីក៏បាននិយាយថាអ្នកមីងតើអ្នកកំពុងនិយាយអ្វីអាពាហ៍ពិពាហ៍គឺជាបញ្ហារវាងខ្ញុំនិងនេះវាមិនមែនជាវេនរបស់អ្នកក្នុងការជ្រៀតជ្រែកក្នុងចំនួនរបស់អ្នកដទៃទេម្ដាយរបស់អ្នកនាងស៊ីរ៉ូក៏បាននិយាយថាតើខ្ញុំធ្វើអ្វីខ្ញុំធ្វើនេះដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនទេខ្ញុំបានអានរបាយការណ៍ពិនិត្យសុខភាពរបស់ស៊ីនេះឥឡូវនេះនាងជាមនុស្សគ្មានប្រយោជន៍ដែលគ្មានប្រយោជន៍តែគ្នាកូនចុងជន់យកតែម្ដងស៊ីនេះអ្នកគ្មានប្រយ័ត្នទេអ្នកត្រូវតែទទួលខុសត្រូវក្នុងស្ថានភាពដែលអ្នកបានបង្កើតឆាប់លែងលះគាត់ភ្លាមទៅកុំបង្ខាំងកូនប្រសារប្រុសល្អរបស់ខ្ញុំជីវិតកូនប្រសាររបស់ខ្ញុំពិតជាលំបាកខ្លាំងណាស់តួស្រីយើងបានលឺហើយនាងក៏បានសើចក៏បាននិយាយថាកូនប្រសារមែនទេខ្ញុំពិតជាខ្លាចថាអ្នកដតីមិនបានសម្គាល់អ្វីសោះកាល7ឆ្នាំមុនអ្នកបានមើលងាយលូជីដោយសារតែគាត់គឺជាក្មេងប្រុសក្រីក្រអ្នកងាកមកឲ្យកូនស្រីរបស់អ្នករៀបការជាមួយនឹងលោកគូឥឡូវនេះលោកគូគាត់ឯកាលូជីបានខ្លាចជាបុរសអ្នកមានបំផុតក្នុងតំបន់ដែលអ្នកទាំងពីរមិនអាចរងចាំវាបានបន្ទាប់មកម្ដាយចុងនេះគាត់ក៏បានច្រាននេះចេញគាត់ក៏បាននិយាយថាតើអ្នកនិយាយអ្វីមិនសមហេតុផលបន្ទាប់មកប្តីតួស្រីយើងក៏បាននិយាយថានាងមិនអាចនិយាយជាមួយនឹងអ្នកមីងបែបនេះបានទេបើសិនជានាងមិនអាចសុំទោសស៊ីរ៉ូបានទេក៏មកចាប់ប្រកាន់គាត់តួស្រីយើងក៏បាននិយាយថាសុំទោសមែនទេលូជីអ្នកគ្រាន់តែមើលវីដេអូនោះអ្នកក៏អាចទាយដឹងថាស៊ីរ៉ូនិយាយមកកាន់ខ្ញុំពាក្យពេចន៍អ្វីខ្លះតើអ្នកគួរតែនៅខាងខ្ញុំឬក៏នៅខាងគាត់លោកលូជីគាត់បានលឺហើយគាត់ក៏បានងាកឆ្វេងងាកស្ដាំក៏និយាយបន្តទៀតថាជីវិតរៀបការរបស់អ្នកគឺល្អជាងស៊ីរ៉ូរួចហើយតែអ្នកនៅតែអាត្មានិយមនឹងមាក់ងាយគាត់តើហេតុអ្វីអ្នកមិនចេះអត់ធ្មត់តួស្រីលឺហើយក៏បានសើចក៏និយាយថាខ្ញុំជាមនុស្សអាត្មានិយមនឹងល្ងងខ្លៅវាពិតណាស់នោះគឺជាខ្ញុំហើយថ្ងៃនេះអញនឹងស្ដាប់បង្គាប់អ្នកឯងខ្ញុំនឹងសុំអ្នកឯងបែកគ្នាលោកលូជីបានលឺហើយគាត់ភ្នែកឆ្លើតែម្ដងរងចាំភាពបន្ត